ជំរាបសួរក៏សូមសួស្តីដល់បងប្អូនទាំងអស់គ្នាបងប្អូននៅក្នុងថ្ងៃនេះខ្ញុំបាទមានប្រភេទវត្ថុបុរាណមួយសូមធ្វើការដាក់បង្ហាញណែនាំទៅកាន់បងប្អូនទាំងអស់គ្នាទស្សនាសម្រាប់វត្ថុនេះគឺជាប្រភេទថ្មសំរឹទ្ធដែលគេសាងឡើងនៅក្នុងសតវត្សទី10ឬមួយក៏សតវត្សទី13ក្នុងចន្លោះ300ឆ្នាំហ្នឹងគឺយើងមិនដឹងថាគេសាងនៅក្នុងឆ្នាំណាទេប៉ុន្តែអ្វីដែលយើងអាចបញ្ជាក់បានរូបនេះគឺជាសិល្បៈសម័យអង្គរពុកម៉ែបងប្អូនដែលមានឈ្មោះថាព្រះអភ័យគរុឬមួយក៏គ្រូពេជ្រស្ដេចថ្នាំបើភាសាជាងឆ្លាក់គេហៅថាប្រភេទប្រពុតទ្រង់គ្រឿងពុកម៉ែបងប្អូនទាំងអស់គ្នាហើយបើនិយាយពីថ្មសម្រិតនេះគឺជាប្រភេទសម្រិតលេខ4ពុកម៉ែបងប្អូនទាំងអស់គ្នាយើងដឹងហើយថាប្រភេទសម្រិតវាមាន4ប្រភេទមានលេខ1លេខ2និងលេខ3លេខ1គឺជាវត្ថុសម្រិតដែលគេស្លឡើងដោយកម្លាំងអរូបទាំង12ស្លឡើងឲ្យទៅជាវត្ថុតែមួយហើយវត្ថុទាំង12នេះសិតតែជាវត្ថុដែលកើតចេញពីកម្លាំងអរូបណាពុកម៉ែបងប្អូនសម័យបច្ចុប្បន្ននេះបើយើងស្វែងរកគឺរកមិនបានទេក្នុងចំណោម12ហ្នឹងក៏មានប្រភេទវើក្លូតក្លឹមវើក្លូតសារធាតុនៅមេបរតប្រទាលផាត់តលិសវណ្ណភូមិថ្មស៊ីដែកវើរំលាឈាមប្រភេទរបស់ទាំងនេះសិតតែជារបស់ដែលមានអានុភាពកើតចេញពីកម្លាំងអរូបណាពុកម៉ែបងប្អូនក្នុងបច្ចុប្បន្ននេះយើងពិបាកនៅក្នុងការរកនៅលើវត្ថុធាតុដើមខ្លាំងណាស់បើសិនជាយើងរកបានក៏យើងមិនដឹងថារកគ្រូបាអាចារ្យណាដែលអាចស្លបានដែរព្រោះអ្នកដែលស្លនៅលើវត្ថុនឹងបានតែគ្រូអាគមចំនួន3ដែលស្និទ្ធនៅលើវិជាក្រុងឆេះហើយនិងវិជាក្រុងសម្រិតនិងមុនវិជាការទូទៅដូច្នេះក្នុងបច្ចុប្បន្ននេះយើងមិនដឹងថាអ្នកណាដែលចេះពិតប្រាកដព្រោះបើក្នុងតម្រាគេបានបញ្ជាក់ថាបើអ្នកដែលចេះវិជាក្រុងឆេះពិតប្រាកដនៅស្រុកនៅភូមិអត់បានទេនៅតែក្នុងព្រៃទេហ៊ានដើរកាត់ភូមិណាភូមិនោះដើមឈើក៏ត្រូវតែងើបដើមឬមួយក៏សัตว์ផលិតអីឈឺរាយពេញភូមិណាបើនៅក្នុងព្រៃគឺអត់អីទេអាហ្នឹងអ្នកដែលរៀនវិជាក្រុងឆេះពិតប្រាកដអ្នកដែលស្នឹកនៅលើវិជានឹងពិតប្រាកដណាដូច្នេះគិតថាបុគ្គលនឹងឯងដែលអាចស្លរំលាយនៅលើវត្ថុនឹងបានហើយអ្វីដែលសំខាន់ដូចជាប្រភេទសម្រិតលេខ2គេស្លឡើងអំពីប្រាក់ទងដែងលង្ហិនសំណខ្មៅត្បូងមាសគេស្លលាយចូលគ្នាឲ្យទៅជាវត្ថុតែមួយរួចហើយគេស្លចាក់ចេញជាពុទ្ធរូបបដិមាឯណាមួយដែលគេគោរពដែលគេមានឧបនិស្ស័យគេចាក់ទៅជាបដិមាអង្គនោះរួចហើយគេធ្វើកិច្ចដាស់ប្រសិទ្ធិអបិសេកឲ្យបានត្រឹមត្រូវគឺយកប្រភេទសម្រិតលេខ1ហ្នឹងទៅបញ្ចុះក្នុងរតនបល្ល័ង្កឬក៏បញ្ចុះនៅក្នុងចំណុចត្រង់ណាមួយដែលគេចង់បញ្ចុះធ្វើឲ្យវត្ថុហ្នឹងមានអានុភាពមានរិទ្ធមានដេចជាណាអាហ្នឹងជាប្រភេទសម្រិតលេខ2ហើយសម្រាប់សម្រិតលេខ3គឺជាប្រភេទថ្មពុកម៉ែបងប្អូនដែលវាមានលក្ខណៈពណ៌ខ្មៅដោយសារថ្មហ្នឹងគេស្លឡើងដោយសំណខ្មៅថ្មភក់ហើយនឹងប្រាក់ហើយនឹងជឿចុងពុកម៉ែបងប្អូនទាំងអស់គ្នាហើយពឿខ្មៅនឹងគឺជាពណ៌ធម្មជាតិដែលมันអាចបន្លំបាននៅលើប្រភេទថ្មខ្មៅថ្មឆក់ថ្លើមថ្មมันអាចបន្លំនឹងប្រភេទសម្រិតលេខ3នេះបានទេហើយប្រភេទលេខ4គឺរូបខ្ញុំកំពុងតែដាក់បង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាទស្សនានេះឯងដោយសារតែវត្ថុនឹងស្លឡើងអំពីមាសប្រាក់សម្រិតត្បូងថ្មហើយនឹងប្រភេទថ្មភក់ហើយនឹងជើចុងពុកម៉ែបងប្អូនទាំងអស់គ្នាសម័យនេះយើងពិបាកក្នុងការស្លណាពុកម៉ែបងប្អូនទាំងអស់គ្នាមិនដឹងថាគេប្រើវិធីសាស្ត្រយ៉ាងម៉េចដែលអាចរំលាយវត្ថុទាំងអស់ហ្នឹងឲ្យរំលាយបានហើយមិនចូលគ្នាទៅជាវត្ថុតែមួយក្នុងបច្ចុប្បន្ននេះគឺយើងធ្វើត្បិតថាបច្ចេកវិទ្យាវាទំនើបមែនប៉ុន្តែមិនប្រកាសថាស្លបានទេនៅលើវត្ថុហ្នឹងហើយបើសិនជាស្លបានក៏មិនប្រកាសថាអាចរក្សាគុណភាពបានដល់ទៅ100ឆ្នាំគឺមិនប្រកាសទេពុកម៉ែបងប្អូនហើយពាក់ព័ន្ធនៅលើប្រភេទវត្ថុដែលខ្ញុំកំពុងតែដាក់បង្ហាញដែលខ្ញុំថាជាប្រភេទថ្មសម្រិតនេះវត្ថុនេះគឺអាចនិយាយបានថានៅស្អាតដល់ទៅ90%ពុកម៉ែបងប្អូនទាំងអស់គ្នាមូលហេតុអីបានជាខ្ញុំហ៊ានថាដល់ទៅ90%ដោយសារវត្ថុនេះมันមានស្នាមប្រេះឬក៏ស្នាមបែកឆាំងអីត្រង់ណាទេពុកម៉ែបងប្អូនគឺនៅស្អាតទាំងអស់ប៉ុន្តែអ្វីដែលខ្ញុំថា10%វាមិនស្អាតដោយសារតែដីស៊ីពុកម៉ែបងប្អូនព្រោះរបស់នេះជារបស់ដែលកប់នៅក្នុងដីមិនមែនជារបស់ដែលលិចនៅក្នុងទឹកទេជាធម្មតាសូម្បីតែសម្រិតលេខ2ដែលគេស្លឡើងអំពីលោហៈជាច្រើនមុខក៏នៅតែដីស៊ីគម្រើមអីនឹងប្រភេទថ្មសម្រិតបើដីមិនស៊ីវាទៅជារឿងដែលចម្លែកណាពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែការស៊ីនេះគឺមិនជាស៊ីអស់ណាស់ណាទេស៊ីចំណុចណាដែលវាពុកផុយក៏វាស៊ីទៅកន្លែងណាដែលរឹងមើមក៏មិនស៊ីទៅណាពុកម៉ែបងប្អូនប៉ុន្តែខ្ញុំសូមបញ្ជាក់របស់នេះគឺនៅរឹងនៅមើមអត់មានស្នាមបាក់បែកឬក៏ពុកផុយអីទៀតទេពុកម៉ែបងប្អូនគឺនៅដល់ទៅ90%ប៉ុណ្ណឹងគឺយើងអាចទទួលយកបានហើយអ្វីដែលជាពិសេសខ្ញុំធ្វើជាវីដេអូនេះទី1ជាការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាឲ្យយល់អំពីក្បួននៃមរតកដូនតាខ្មែរយើងក្នុងការ
បង្កើតនៅលើវត្ថុនីមួយៗឡើងដូចជាប្រភេទថ្មសម្រិតដែលខ្ញុំកំពុងតែដាក់បង្ហាញហើយទី2ក៏ដាក់ស្វែងរកបងប្អូនណាដែលមាននិស្ស័យពេញចិត្តនៅលើរូបដែលខ្ញុំកំពុងតែដាក់បង្ហាញក៏អាចធ្វើការទំនាក់ទំនងមកកាន់ខ្ញុំបានដោយសារតែរូបនេះជាប្រភេទបន្តោងខ្សែកកម្ពស់ទៅដល់9ហ៊ុនខ្ញុំសរសើរដូនតាខ្មែរយើងមួយពុកម៉ែបងប្អូនសរសើរត្រង់ថាពាក់ព័ន្ធនៅលើការប្រសិទ្ធរូបឬមួយក៏សាងនៅលើពុទ្ធរូបឯណាមួយគឺលោកជ្រើសរើសយកលេខ9ជានិច្ចមូលហេតុអីបានជាខ្ញុំថាអញ្ចឹងពុកម៉ែបងប្អូនសូម្បីតែកម្ពស់គឺ9ហ៊ុនបើពាក់ព័ន្ធនៅលើភ្នែនវិញពុកម៉ែបងប្អូនពាក់ព័ន្ធនៅលើភ្នែនគឺ3ហ៊ុន6ពុកម៉ែបងប្អូនទាំងអស់គ្នាដូច្នេះគឺខ្ញុំសរសើរត្រង់នឹងតែម្ដងមិនថារូបតូចឬក៏រូបធំគឺសំដៅទៅលើលេខ9ទាំងអស់អ្វីដែលខ្ញុំធ្លាប់ជួបប្រទេសកន្លងមកណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់ការចែករំលែកនេះគឺរាំងវែងគួរសមដែរបើស្រឡាញ់ពេញចិត្តសូមត្រឹមតែចុច like ហើយនឹង share បើមានចម្ងល់ត្រង់ចំណុចណាក៏អាចទំនាក់ជា comment នៅខាងក្រោមបានចែករំលែកឡើងវិញដោយគ្រឿងខ្មែរអង្គរ